ត្រូវរបស់គេដោយសារតែខ្ញុំប្តីខ្ញុំទេគេធ្វើប្តីខ្ញុំប៉ុន្តែត្រូវខ្ញុំអញ្ចឹងណាបងប្អូនថ្ងៃនេះថ្ងៃសិលសូមមកនិយាយពីរឿងខ្លួនឯងមុននឹងនិយាយដាក់មកតឲ្យសិនញ៉ាំកាហ្វេបងប្អូនដើម្បីឲ្យអណ្ដាតយើងវារលាស់បានល្អរឿងដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺជារឿងរបស់ខ្ញុំផ្ទាល់រឿងហ្នឹងដូចជាកើតឡើងនៅឆ្នាំ2024ទំតែថ្មីនេះឯងបងប្អូនមុនដែលខ្ញុំលក់អនឡាញគឺខ្ញុំអត់ទាន់មានមុខរបរអីទេគឺខ្ញុំនៅផ្ទះមើលកូនខ្ញុំនៅតូចដែរអញ្ចឹងគឺវាត្រូវការចុកបែកចុកទឹកវាយឲ្យគេងអីចឹងទៅហើយប្តីខ្ញុំទៅធ្វើការពេលហ្នឹងប្តីខ្ញុំធ្វើការហ្នឹងហើយមុនខ្ញុំឈឺធ្ងន់គឺខ្ញុំជាមនុស្សដែលដូចថាយើងមានគ្រូបាជាមានអីកាន់រឿងអីតិចតួចអីយើងដឹងមុនខ្លះយើងមិនជាគ្រូទាយអីទេប្រកាសថាយើងមានញៀនទី6អីយើងអាចដឹងមុនអញ្ចឹងទៅខ្ញុំឈឺធ្ងន់ដល់ពេលខ្ញុំឈឺធ្ងន់ហ្នឹងគឺខ្ញុំយល់សប្ប្លែកយល់សប្អាក្រក់ពេលខ្លះគឺខ្ញុំទៅលោកឪខ្ញុំនៅបាត់ដឹងណាលោកឪហ្នឹងគឺគាត់ជួយស្រោចទឹកហើយរាល់ថ្ងៃហ្នឹងក៏ខ្ញុំមានគ្រូមានអីដែលល្អដែរគ្រូអត់ល្អខ្ញុំធ្លាប់និយាយម្ដងហើយអញ្ចឹងគ្រូល្អខ្ញុំនៅគោរពគាត់ខ្ញុំទៅឲ្យគាត់ស្រោចទឹកឲ្យពេលណាដែលខ្ញុំមានយល់សប្អាក្រក់អីចឹងទៅប៉ុន្តែពេលដែលខ្ញុំឈឺធ្ងន់គឺខ្ញុំអត់ដែរទៅស្រោចទឹកអត់ដែរទៅវត្តអត់ដែរធ្វើបុណ្យចង់និយាយថាពេលហ្នឹងគឺយើងក្រហើយពេលហ្នឹងគឺយើងដូចថារបៀបថាអត់ដែរទៅណាទៅណីទៅវត្តទៅអីទេដូចថាខ្ជិលធ្វើបុណ្យអញ្ចឹងហ្មងមកមុនដែលខ្ញុំត្រូវរបស់គេហ្នឹងបងប្អូនខ្ញុំត្រូវរបស់គេដោយសារតែខ្ញុំប្តីខ្ញុំទេគេធ្វើប្តីខ្ញុំប៉ុន្តែត្រូវខ្ញុំអញ្ចឹងណាបងប្អូនអញ្ចឹងមុនដែលខ្ញុំត្រូវរបស់គេហ្នឹងគឺខ្ញុំយល់សប្អាក្រក់ហើយក៏យល់សប្ដែលខ្ញុំចាំចុងក្រោយគេហ្នឹងគឺឃើញឆ្កែខំយល់សប្ឃើញឆ្កែខំឆ្កែហ្នឹងខ្ញុំសប្ឃើញតែទៅស្រុកខ្ញុំទេរយៈពេលចិត្តដូចថា20ឆ្នាំតាំងពីខ្ញុំចេញពីស្រុកកណ្ដោតមកគឺខ្ញុំយល់សប្ឃើញទៅស្រុករាល់ថ្ងៃហើយពេលដែលខ្ញុំយល់សប្ហ្នឹងគឺខ្ញុំនៅមុខផ្ទះខ្ញុំមុខផ្ទះម៉ាខ្ញុំដែលខ្ញុំនៅតាំងពីទូចហ្នឹងទៅក៏ឃើញឆ្កែមកវងហ្នឹងគឺខំរោមមកខំកូនខ្ញុំខ្ញុំក៏យកដៃខាងឆ្វេងនេះរោមកូនខ្ញុំរោងទៅក៏វាខំចំកន្លែងហ្នឹងកន្លែងចំហ្មងចំហើយដឹងមិនអត់បងប្អូនខំចំហើយខ្ញុំឈឺលងភ្ញាក់ខ្ញុំគេយល់សប្ឯណាខ្ញុំឈឺលងភ្ញាក់ហើយខ្ញុំអាលដៃខ្លួនឯងមែនតេនហ្មងភ្ញាក់មកគឺខ្ញុំអាលដៃមែនតេនហើយមើលម៉ោងគឺម៉ោង12យប់ខ្ញុំចាំហ្មងខ្ញុំយល់សប្អីគឺមិនដែរចាំទេបងប្អូនចាំសពចពលប៉ុន្តែពេលដែលយល់សប្ហ្នឹងគឺខ្ញុំចាំច្បាស់ហ្មងបងប្អូនចាំច្បាស់ខ្លាំងមែនតើគឺខ្ញុំឈឺមកខ្ញុំដឹងតែឆ្កែខាំចំដៃខ្ញុំហើយគឺខ្ញុំឈឺរហូតដល់ភ្ញាក់ហើយខ្ញុំចាំសាច់រឿងយល់សប្ហ្នឹងបានទាំងអស់អញ្ចឹងបានន័យថាខ្ញុំយកដៃរោងកូនកាពិតអំពើដែលគេដាក់ហ្នឹងគឺកាពិតត្រូវកូនខ្ញុំទេប៉ុន្តែខ្ញុំយកដៃរោងកូនទៅក៏ត្រូវខ្ញុំចាប់ពីពេលដែលខ្ញុំយល់សប្ហ្នឹងមកបងប្អូនដឹងមិនអត់គឺខ្ញុំតែងតែមានអារម្មណ៍អត់ស្រួលក្នុងពោះខ្ញុំគឺពីមួយថ្ងៃគឺប៉ោងទៅដូចអ្នកកាត់ទីទឹកតែខ្ញុំអត់ចាប់អារម្មណ៍ខ្លួនឯងពេលហ្នឹងខ្ញុំផឹកស្រាខ្ញុំផឹករាល់ថ្ងៃហើយក៏ខ្ញុំអត់បានចាប់អារម្មណ៍ខ្លួនឯងដែរពេលយើងផឹកស្វឹងអញ្ចឹងទៅដូចថាយើងងាកឡើងយើងផឹកមួយប្តីយើងនៅលើដបូលផ្ទះអញ្ចឹងរាល់ថ្ងៃកាលមុនខ្ញុំផឹកឥឡូវខ្ញុំឈប់ផឹកហើយអញ្ចឹងខ្ញុំផឹកនៅលើដបូលផ្ទះរាល់ថ្ងៃអញ្ចឹងយើងវាអត់បានចាប់អារម្មណ៍ពីខ្លួនប្រាណយើងថាវាប្រែប្រួលមិនអត់ស្រួលខ្លួនយើងស្មានតែយើងហ្នឹងឈឺដោយសារផឹកអត់ស្រួលខ្លួនដោយសារផឹកអីចឹងទៅយើងអត់បានចាប់អារម្មណ៍ទេណារយៈពេលពីមួយថ្ងៃទៅមួយថ្ងៃគឺខ្ញុំអត់ស្រួលខ្លួនទៅពោះខ្ញុំប៉ោងទៅហើយមើលទៅដៃជើងខ្ញុំទូចហើយបើពោះខ្ញុំធំទៅខ្ញុំគិតថាខ្ញុំធំខ្ញុំធាត់ខ្ញុំស្មានខ្ញុំធាត់ពេលហ្នឹងវាធាត់មែន57 58គីឡូអីចឹងណាចឹងទៅវាឡើងចុះទេយើងអត់បានចាប់អារម្មណ៍ពេលណាយើងឈប់ផឹកទៅវាចុះចឹងទៅសល់56អីចឹងទៅគីឡូខ្ញុំតែប៉ុណ្្នឹងឯងវាមិនទៅណាទេពេលខ្លះជ្រុលក៏60អីចឹងទៅហើយក៏យើងអត់បានចាប់អារម្មណ៍ដែរហើមពោះហ្នឹងយើងស្មានតែយើងហើមដោយសារយើងញ៉ាំឆ្អែតពេកពេលហ្នឹងវក់ហូបប៊ូហ្វេដែរពេលខ្ញុំមុននឹងខ្ញុំឈឺធ្ងន់ហើយក្នុងរឿងដែលខ្ញុំឈឺធ្ងន់ហ្នឹងក៏វាមានលាយឡំនឹងអបិយជំនឿហើយនឹងផ្លូវល្ងឹតដែរដែលខ្ញុំឈឺធ្ងន់លាកលំពេងហ្នឹងណាពេលដែលខ្ញុំឈឺធ្ងន់ហើយខ្ញុំគេងពេលឡើង3ខែអានេះខ្ញុំនិយាយកាត់ទេបងប្អូនអើយបើនិយាយពីដើមមកគឺយូរវែងឆ្ងាយបងប្អូនពិបាកស្ដាប់ណាយើងនិយាយកាត់ដល់ពេលខ្ញុំឈឺធ្ងន់ខ្ញុំដេកក្នុងពេទ្យ3ខែហើយខ្ញុំវះកាត់ហើយខ្ញុំអីហើយពេទ្យរោមេរោគហើយក៏មិនឃើញដូចថាយើងវះកាត់ហើយយើងឈឺធ្ងន់វាអត់ទាន់វះកាត់ហ្នឹងយើងគិតថាវះកាត់ហើយយើងជាប៉ុន្តែពេលដែលយើងវះកាត់ហើយមកផ្ទះហើយកាត់ចេះហើយក៏នៅតែមិនបាត់ចុកពោះខ្ញុំកាន់តែហើមទៅឈូទៅប៉ោងដូចអ្នកកាត់ទីទឹកចឹងបងប្អូនអញ្ចឹងក៏អត់ដឹងមូលហេតុហើយទៅដេកពេទ្យរហូតហើយពេទ្យកាលហ្នឹងអត់មានបសសគឺមួយថ្ងៃយ៉ាងហោចណាស់យ៉ាងតិចក៏$200ដែរតែពេលណាដែលយើងត្រូវការបញ្ចូលថ្នាំច្រើនគឺ$1000ទៅ$1000ជាងគឺខ្ញុំឈូលងរុញរៃហើយលងប្តីខ្ញុំលងអស់ពីខ្លួនហ្មងថ្ងៃខ្លះ1000ជាងថ្ងៃខ្លះ500រាល់ថ្ងៃបងប្អូនរាល់ថ្ងៃខ្លះ300ថ្ងៃខ្លះ$200អញ្ចឹងទៅក៏វាអស់លទ្ធភាពទៅក៏ម៉ាក់ខ្ញុំហ្នឹងហើយអ្នកដើររកគ្រូគ្រប់ទីហ្មងតាមខ្ញុំឈឺដំបងតែរកអត់ត្រូវក៏ទៅរកបានលោកតានោះគាត់ចេះទាយគាត់ថាកូនហ្នឹងរស់អត់ដល់ចូលឆ្នាំទេថាខ្ញុំហ្នឹងណារស់អត់ផុតចូលឆ្នាំទេចូលឆ្នាំហ្នឹងការចូលឆ្នាំខ្មែរ2024ហ្នឹងឯងពេលហ្នឹងយក9គេទៅចាប់ដើមហើយវាផ្លាស់ប្ដូរអញ្ចឹងទៅបើយើងឆ្លងផុតយើងរស់បានយើងរីកចម្រើនមែនបងប្អូនខ្ញុំឆ្លងផុតទៅខ្ញុំរីកចម្រើនអញ្ចឹងអ្នកខ្លះឆ្លងអត់ផុតទេ
តែខ្ញុំឆ្លងផុតខ្ញុំអរគុណខ្លួនឯងដែលខ្ញុំឆ្លងផុតប៉ុន្តែតានឹងគាត់ទាយគាត់ថាបើសិនជារោគ្រូត្រូវកូននឹងនៅរស់តែបើរោគ្រូអត់ត្រូវកូននឹងអត់ផុតចូលឆ្នាំហ្នឹងទេហើយខ្ញុំចិត្តតែជួបពោះហើយយប់ឡើងមិនដឹងជាស្អីទៅរត់ពេញពោះខ្ញុំក៏អត់ដឹងដែរហើយម៉ាក់ខ្ញុំអត់ហ៊ានប្រាប់ខ្ញុំទេខ្ញុំឈឺដេកពេកដល់ខ្ញុំឈឺទឹកតែទឹកមកតំណក់ក៏ចូលដែរអត់បាយ3ខែបងប្អូនអត់បាយដាក់អីក៏និយាយទៅជំងឺលំពេងគេឲ្យហូបបាយទេតែពេលដែលជាហើយយើងហូបអត់បានខ្លួនឯងហូបបាយអត់បានទេហើយក៏បានតែសរោមជួយទេហើយឡើងឈាមរហូតនិយាយទៅគឺថាគ្មានសង្ឃឹមថារស់ទេប៉ុន្តែម៉ាក់ខ្ញុំរោតាហ្នឹងគាត់ចេះតែទាយហើយក៏ម៉ាក់ខ្ញុំដើររកគ្រូទៀតហើយដើររោចុះរោឡើងសួរគេហ្មងសួរគេចេះចៃដន្យអីបងស្រីម្នាក់នោះគឺគាត់ប្រាប់ហ្មងថាលោកតានោះគាត់ចេះប្រកែដោះអំពើលោកតានៅកំពង់ឆ្នាំងគាត់មិនមែនលោកតាទេគឺគាត់ជារបៀបថាក្មេងប៉ុន្តែដូចថានាំគ្នាហៅគាត់លោកតាអញ្ចឹងណាគាត់ប្រកែដោះអំពើទៅក៏ម៉ាក់ខ្ញុំជិះពីពេញទៅកំពង់ឆ្នាំងហ្នឹងទៅដល់លោកគាត់ថាធ្វើម៉េចយកខ្ញុំទៅឲ្យបានហើយទាំងដែលខ្ញុំដកដង្ហើមចង្រិតសំបីតែដើរមិនរួចគាត់ថាធ្វើម៉េចយកខ្ញុំឲ្យទៅដល់ផ្ទះគាត់ឲ្យបានកូននឹងជាប៉ុន្តែមុននឹងនេះគាត់ឲ្យមលូមកឲ្យខ្ញុំទៅពីលេបមួយម៉ាត់ចង់ធ្វើមិនសុំពេទ្យចាញ់ពេទ្យគេឲ្យចាញ់ណាបើខ្ញុំអត់មានកម្លាំងអត់មានអីផងហ្នឹងប៉ុន្តែវល់សុំពេទ្យចាញ់មកព្រឹកល្ងាចត្រឡប់ទៅវិញពេទ្យគេយល់ព្រមទៀតពេទ្យអត់ទេពេទ្យគាត់ជឿអបិយជំនឿដែរពីដំបូងគាត់ដូចថារោមេរោគយើងអស់ហើយតែគាត់ដូចថាអត់មានមេរោគហេតុអីបាននៅតែឈឺទៀតអញ្ចឹងណាហើយខ្ញុំនិយាយបកទៅក្រោយបន្តិចមុននឹងខ្ញុំទៅកន្លែងលោកតានៅកំពង់ឆ្នាំងហ្នឹងគឺមានអ្នកជំងឺដែរអ្នកជំងឺហ្នឹងទៅគេងក្រេបន្ទប់មួយខ្ញុំបន្ទប់ហ្នឹងវាមានក្រេ2ចឹងទៅខ្ញុំសុំដាច់ដ লাই បន្ទប់ខ្ញុំអត់ចូលចិត្តគេងមួយគេប៉ុន្តែចៃដន្យអីគេទៅគេងដែរគេទៅគេងមួយចឹងទៅតាហ្នឹងគាត់ប្រាប់ថាមានស្អីនៅក្នុងពោះបើសិនជាទុកចិត្តគាត់ឲ្យគាត់យកចេញគាត់នឹងយកចេញឲ្យគាត់សូត្រយកចេញឲ្យប៉ុន្តែខ្ញុំប្រាប់ប្តីខ្ញុំដែរប្តីខ្ញុំអត់ជឿហើយខ្ញុំក៏វាមិនសូវជឿដែរព្រោះអីគាត់ថាវាកាត់អស់ហើយវាមានស្អីនៅក្នុងពោះទៀតអត់ជឿទេអត់ជឿហ្មងដល់ពេលនេះគាត់ថាគាត់ក៏ហ៊ានបង្ខំយើងដែរគាត់មិនមែនដូចថាគាត់ឈឺគេងហើយក៏គាត់ទៅវិញទៅផ្ទះមុនចឹងទៅតែគាត់ផ្ដាំថាមានអីនៅក្នុងពោះគាត់ក៏ចេះយកចេញចឹងណាទៅក៏ខ្ញុំក៏ភ័យណាមិនបានទៅចាប់អារម្មណ៍នឹងសម្ដីគាត់ទេតែគាត់ថាបើយកចាញ់ខ្លួនឯងជាចឹងក៏ប្រាប់ចឹងហើយខ្ញុំក៏អត់សូវជឿហ្មងចុះយើងមិននឹកស្មានថាយើងមនុស្សដូចថាអត់ធូបរហូតសូត្រធម៌រហូតពេលហ្នឹងសូត្រធម៌ដែរតែខ្ញុំខានទៅស្រោចទឹកកន្លែងលោកឪយូហើយយើងទៅពហិរហូតយើងញ៉ាំបួសទៀតចឹងទៅខ្ញុំមិនជឿថាមានគេធ្វើចូលខ្ញុំអត់ជឿតែឥឡូវជឿហើយទៅណាខ្ញុំទៅដែរឲ្យតែល្អហើយហ៊ានខានទេតែជាសពមិនល្អទៅរកលោកស្រោចទឹកឥឡូវលើកមុនគឺជឿលើខ្លួនឯងជឿជ្រុលជឿលើខ្លួនឯងជ្រុលជឿអត់ជឿអ្នកណាអ្នកណីទេអាហ្នឹងយើងជឿលើខ្លួនឯងវា50% ទៅយើងកុំបិទខ្លួនឯងមិនឲ្យអីជ្រៀតចូលពេកអត់ជឿអីពេកក៏មិនកើតដែរបងប្អូនត្រូវជឿអីខ្លះជឿអីដែលមិនអាចមើលឃើញខ្លះបងប្អូនមិនយើងមើលអត់ឃើញថាអត់មានទេមានបងប្អូនខ្ញុំជឿប៉ុន្តែអាពេលដែលខ្ញុំឈឺហ្នឹងគឺវាមកបាំងហ្មងគឺអត់ឲ្យយើងជឿអីហ្មងនិយាយមែនអត់ឲ្យមានឃើញថាចង់ទៅវត្តចង់ទៅបន់ចង់ទៅធ្វើបន់ចង់អីសោះហ្មងគឺចង់នៅតែផ្ទះចង់តែធ្វើបាបហ្មងចង់យើងមិនទៅធ្វើបាបអីគាត់ថាចង់នៅតែក្នុងផ្ទះខ្លួនឯងមួម៉ៅក្តៅក្រហាយអាហ្នឹងគឺជាបាបមួយដែរបងប្អូនហើយតមកក៏អ៊ំហ្នឹងក៏គាត់ជាទៅក៏គាត់ទៅផ្ទះវិញទៅហើយក៏ម៉ាក់ខ្ញុំដូចថាឃើញខ្ញុំរបៀបដង្ហើមចង្រិតទឹកហើយមិនដឹងធ្វើមិនខ្មិចមានសម្រាប់ចិត្តសុំពេទ្យចេញហើយប្រាប់ខ្ញុំត្រង់បណ្ដោយថាលោកតាហ្នឹងគឺគាត់មើលប្រកែឲ្យទៅពេលឲ្យទៅមួយផ្លេតទៅជីកទាំងឈឺតើបងប្អូនស្បែកដណ្ដប់ឆ្អឹង45គីឡូបងប្អូនពីមនុស្សជិត60គីឡូនៅសល់45គីឡូគឺមើលទៅមើលថតខ្លួនឯងកាលមុនគឺអាណិតខ្លួនឯងខ្លាំងមែនទែនរីងរៃទៅបិទកកជិតឈឹងអត់ឲ្យយើងហូបអីបានសោះហ្មងបងប្អូនហើយពោះកាន់តែធំទៅដៃជើងកាន់តែទូចហើយស្គមសតតែពោះហើយក្បាលទេជើងអីបាត់អស់ហើយប៉ុនចកទៅដល់កន្លែងលោកតាទៅដល់ផ្ទះលោកតាហ្នឹងគឺគាត់អត់ឲ្យមានថតអត់ឲ្យមានអីទាំងអស់ហើយមកចាំគាត់អត់ឲ្យថតទេគ្រាន់តែទៅដល់ផ្ទះលោកតាគឺសេវាទូរស័ព្ទគឺបិទអស់មកម្ដុំផ្ទះគាត់គឺអត់មានសេវាទូរស័ព្ទហ្មងកន្លែងស័ក្តិសិទ្ធិបងប្អូនទៅដល់គាត់តាមមើលខ្ញុំយកសឡុងខ្ញុំឃើញខ្ញុំដើរសឡុងតាមហ្មងហើយចង់ដល់មនុស្សច្រើនមែនតើតែគាត់ច្អល់មកចាំខ្ញុំហ្មងច្អល់មកឲ្យមកណែគាត់ហៅខ្ញុំមុនគេហ្មងគាត់និយាយព្រឺរោមគាត់ហៅខ្ញុំមុនគេហ្មងបងប្អូនទៅដល់គាត់ដូចថាឧបកិច្ចឲ្យគាត់យកមលូទៅទេគាត់យកមកដល់ដកពីពោះយើងហ្មងហើយដកមកឈឺមែនតើបងប្អូនហាកន្លែងដកហ្នឹងគឺតបៅមែនតើដកមកចេញខ្ជុំម្ដុំអាលួយដល់ពេលដកលើកទី2មាន2ដុំបងប្អូន2ដុំដូចអាចចាយកាច់បងប្អូនចាំចាយកាច់ប៉ុន្តែវាអាលួយចង់អស់វានៅសល់តែគល់បន្តិចបងប្អូនគាត់ដាក់នឹងกระดาษឲ្យខ្ញុំមើលទៅម៉ែអើយចាយកាច់នៅក្នុងពោះយើងនឹងហ្មងដកចេញមកពិតហើយអាលួយអស់ហើយគាត់ថាបើវាអាលួយអស់ចាប់ឲ្យខ្ញុំវាចិត្តអាលួយចិត្តអស់បងប្អូនអើយខ្ញុំមិនជឿមិនកើតហើយតាំងពីដកអានឹងចេញមកគឺខ្ញុំលេងមានស្អីរត់នៅក្នុងពោះទៀតហើយក៏លេងហើមពោះទៀតពោះខ្ញុំស្រកមួយថ្ងៃតិចស្រករហូតដល់ជាដល់ឥឡូវគឺអត់ដែរឈឺទេឈឺយ៉ាងច្រើនតិចតួចផ្ដាសាយអីមិនតិចមិនតួចនឹងឯងមិនជឿមិនបានបងប្អូនទាំងដែលគាត់យកស្លឹកមលូតទេហើយសូត្រនៅក្នុងពោះយើងហើយក៏ដកចេញអានឹងមកហើយក៏ដាក់กระดาษឲ្យយើងមើលបងប្អូនជឿអត់ខ្ញុំជឿព្រោះអីវាពិតវានៅនឹងភ្នែកយើងហ្មងអញ្ចឹងខ្ញុំអត់ជឿអត់បានទេហើយបងប្អូនណាអត់ជឿអីតតែជួបខ្លួនឯងផ្ទាល់បានជឿអារឿងអបិយជំនឿនេះជួបខ្លួនឯងបានជឿបើអ្នកអត់ដែរជួបគឺអត់ជឿទេវាយងាប់អត់ជឿទេដូចប៉ាខ្ញុំវាយងាប់អត់ជឿហ្មងតែខ្ញុំជឿខ្ញុំឃើញតភ្នែក
ខ្លួនឯងក៏ប៉ះគ្រួសារក៏ប៉ះដែរបងអូនស្រីខ្ញុំក៏ប៉ះដែរចាំវគ្គក្រោយខ្ញុំនិយាយពីបងអូនស្រីខ្ញុំវិញម្ដងអានេះខ្ញុំនិយាយពីខ្លួនឯងហើយបន្ទាប់មកគាត់ប្រាប់ថាគេធ្វើប្តីទេក៏ប៉ុន្តែគេធ្វើប្តីខ្ញុំទេគេធ្វើឲ្យប្តីខ្ញុំស្លាប់ហើយនឹងបាត់បង់តំណែងរបៀបអំពើបង់តំណែងមិនទេអាហ្នឹងគឺរបៀបថារ៉ូស៊ីអីក៏មិនឡើងគឺអត់កំណត់ធ្លាក់ចុះមែនប្តីខ្ញុំធ្លាក់មែនឡើងអត់រួចហ្មងតែឥឡូវអត់អីទេពេលដែលចាំខ្ញុំវគ្គក្រោយនិយាយពីប្តីទៀតអាពេលដំបូងហ្នឹងចូលទៅគាត់ប៉ុន្តែដល់ពេលចេញពីគាត់មកខ្ញុំម្ដងគឺខ្ញុំរបៀបថាមិនដឹងជាគេប៉ងធ្វើយើងទាំងពីរនាក់ឬក៏មិនទេប៉ុន្តែលោកតាក៏ប្រាប់ថាធ្វើប្តីខ្លាំងហ្មងធ្វើឲ្យងាប់ហ្មងប៉ុន្តែវាអត់ចូលទៅប្តីវាចូលមកខ្ញុំគឺធ្ងន់បណ្ដោយហើយឈឺឡើងពេទ្យរោមេរោគលេងឃើញវះកាត់អស់ហើយវះកាត់ឲ្យខ្ញុំវះកាត់ធ្ងន់ធ្ងរបងប្អូនពីចុងដង្ហើមដល់ក្រោមផ្សិតទៀតលើថ្ងាសហ្មងអញ្ចឹងពោះខ្ញុំស្នាមដោយសារវះកាត់ហើយនៅមានស្អីរត់ពេញពោះរហូតដល់គាត់ដកអានឹងចេញមកបានខ្ញុំថាជាដល់ឥឡូវចឹងខ្ញុំមិនជឿមិនបានទេបងប្អូនអើយហើយខ្ញុំដឹងគុណគាត់ណាប៉ុន្តែតើអ្នកមាននិស័យបានទៅជួបគាត់យើងជិះពីពេញទៅពេលខ្លះទៅដល់ផ្ទះគាត់អត់នៅគាត់ទៅបួសឬក៏គាត់ទៅសូត្រធម៌ឬក៏គាត់ទៅកន្លែងណាវត្តណីដែលគាត់ទៅចឹងតើមាននិស័យហើយសុំលេខទូរស័ព្ទគាត់គឺគាត់ឲ្យទេអត់ឲ្យហ្មងចឹងបើទៅជួបមាននិស័យបើទៅអត់ជួបអត់មាននិស័យលើកក្រោយទៅទៀតទៅរហូតដល់មាននិស័យអញ្ចឹងពេលខ្លះឥឡូវខ្ញុំរវល់អីខ្ញុំខានទៅយូរដែរតែគាត់ប្រាប់ដែរគាត់ថាកុំឲ្យខានយូរពេកអាសាទៅស្រោចទឹកចឹងណាយើងជាហើយយើងទៅស្រោចទឹកផងចឹងណាទៅហ្នឹងហើយយូរខ្ញុំទៅម្ដងដែរអញ្ចឹងមិនជឿមិនបានបងប្អូនឧទាហរណ៍បងប្អូនយល់សពឃើញតកៅយល់សពឃើញជាពិសេសខ្លាំងបំផុតគឺឆ្កែខំបើសិនជាឆ្កែក្បែរផ្ទះបានន័យថាគេធ្វើអំពើយើងហើយប៉ុន្តែវាអត់តន់ត្រូវតែបើថាមកខំយើងហ្មងមកខំយើងយល់សពឃើញខំយើងអានឹងយើងត្រូវហើយបងប្អូនទៅរកគ្រូរកលោករកអីស្រោចទឹកចេញហើយឬក៏ដោះគ្រោះដោះអីទៅព្រោះអីពេលខ្លះមិនដឹងទេយើងមិនដឹងថាគេធ្វើអ្នកណាអ្នកណីមកត្រូវយើងពេលយើងពិសីដាក់អីចឹងអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងបងប្អូនអ្នកដែលជឿខាងហ្នឹងបងប្អូនបើយល់សពឃើញអញ្ចឹងអីបងប្អូនប្រយ័ត្នប្រយែងទៅស្រោចទឹកស្រោចអីកុំឲ្យដូចខ្ញុំផ្ដាំអស់លុយច្រើនណាស់បងប្អូនគឺបោះពីខ្លួនហ្មងជំងឺមើលមិនរកអត់ឃើញហ្មងអាជំងឺយើងអស់លុយពីខ្លួនហើយរដូចថាគេត្រូវវះកាត់ហើយគេជាមកផ្ទះហើយលេងនៅតែយើងនៅតែឯងដូចថាអត់ជាហ្មងអត់ឆ្លាស់ពីខ្លួនអញ្ចឹងយើងផ្លូវភ្លឺក៏យើងមើលផ្លូវល្ងឹតក៏យើងត្រូវរដែរបងប្អូនអញ្ចឹងបងប្អូនណាសពឃើញឆ្កែខំអីប្រញាប់ទៅរកគ្រូរកអីស្រោចទឹកចាញ់ចឹងណាបងប្អូនកុំដូចខ្ញុំវាអត់ដឹងហ្មងអត់ដឹងដល់ពេលអត់ដឹងចឹងទៅបានបដាលឲ្យវាធ្ងន់ធ្ងរដល់ថ្នាក់នឹងប៊ីសនឹងអស់ជីវិតអញ្ចឹងខ្ញុំបានរួចជីវិតប៉ុណ្ណាគឺខ្ញុំអរគុណខ្លាំងមែនទែនហើយក៏សូមឲ្យបងប្អូនជួបតែក្តីសុខសំណាងល្អកុំឲ្យជួបរឿងដូចខ្ញុំណារឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណ